ជំរាបសួរក៏ដូចជាសួស្តីអ្នកទាំងអស់គ្នានាងខ្ញុំឈ្មោះជឿមានលៀបជាអតីតសិស្សនិតិ A មកពីវិទ្យាល័យសម្ដេចឪសម្ដេចម៉ែនៅខេត្តរតនគិរីបច្ចុប្បន្ននាងខ្ញុំជានិស្សិតឆ្នាំទី1ដែលសិក្សាទៅលើជំនាញ Business Information Technology នៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ AC Lida ថ្ងៃនេះផងដែរនាងខ្ញុំនឹងមកចែករំលែកបទពិសោធន៍ក្នុងការបង្កើតទម្លាប់ដើម្បីផ្លាស់ប្ដូរខ្លួនក្នុងការត្រៀមប្រឡងបាក់ឌុបនាពេលខាងមុខនេះហើយនាងខ្ញុំនឹងលើកយក3ចំណុចសំខាន់ដូចជាចំណុចទី1ការយកចិត្តទុកដាក់នៅក្នុងម៉ោងសិក្សានៅក្នុងម៉ោងសិក្សាអ្នកទាំងអស់គ្នាគួរយកចិត្តទុកដាក់ស្ដាប់លោកគ្រូអ្នកគ្រូនៅពេលដែលមានចម្ងល់អាចសួរលោកគ្រូអ្នកគ្រូឬមួយក៏មិត្តភ័ក្តិអ្នកទាំងអស់គ្នាបានដើម្បីយកជាចំណេះដឹងមូលដ្ឋានបន្ថែមម្យ៉ាងវិញទៀតនៅក្នុងម៉ោងសិក្សានេះខ្ញុំបានណូតទុកនៅរូបមន្តគំនិតនិង trick សំខាន់ដើម្បីអនុវត្តលំហាត់ទាំងនោះឲ្យបានស្ទាត់ជំនាញលើពីនេះនៅក្នុងម៉ោងសិក្សានេះខ្ញុំក៏បានអនុវត្តនៅលំហាត់ប្រតិបត្តិលំហាត់អនុវត្តលំហាត់បញ្ចប់មេរៀនដើម្បីសិក្សាពីមូលដ្ឋាននៃលំហាត់ទាំងនោះក្នុងការឈានទៅរកការដោះស្រាយលំហាត់ធំចំណុចទី2ស្វ័យសិក្សាការស្វែងរកពេលវេលានិងកំណត់ម៉ោងសម្រាប់សិក្សាដោយខ្លួនឯងពិតជាសំខាន់ក្នុងការស្វែងរកនៅចំណុចខ្វះខាតរបស់ខ្លួនឧទាហរណ៍ថាបើសិនជាអ្នកទាំងអស់គ្នាខ្សោយគណិតវិទ្យាអ្នកទាំងអស់គ្នាអាចទៅអនុវត្តលំហាត់ទាំងនោះឲ្យបានច្រើនជាងមុនដូចនេះអ្នកទាំងអស់គ្នានឹងអាចបំពេញនៅចំណុចខ្វះខាតទាំងនោះចំណុចទី3ការថែទាំសុខភាពការខិតខំប្រឹងប្រែងរៀនសូត្រពិតជាសំខាន់ប៉ុន្តែការថែទាំសុខភាពក៏សំខាន់ដូចគ្នាដូចនេះបងប្អូនក៏បីថែទាំសុខភាពដោយការគេងញ៉ាំសម្រាកនិងហាត់ប្រាណឲ្យបានគ្រប់គ្រាន់ជាចុងក្រោយនាងខ្ញុំសូមជូនពរឲ្យបងប្អូនទទួលបានជោគជ័យក្នុងការប្រឡងបាក់ឌុបនាពេលខាងមុខនេះសូមអរគុណ